សំណួរស្រូវជាដំណាំសំខាន់ជាងគេបំផុតនៅកម្ពុជាចូលពន្យល់ចម្លើយស្រូវជាដំណាំសំខាន់ជាងគេបំផុតនៅប្រទេសកម្ពុជាពីព្រោះដំណាំស្រូវដាំដុះលើផ្ទៃដីប្រមាណ 90% នៃផ្ទៃដីដាំដុះសរុបកសិករជាង 80% ជាអ្នកដាំស្រូវស្រូវជាអាហារមូលដ្ឋានចាំបាច់របស់ប្រជាជនកម្ពុជាអាកាសធាតុអនុគ្រោះច្រើនដល់ដំណាំស្រូវស្រូវជាផលិតផលសំខាន់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិស្រូវជារូបធាតុដើមសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មផ្ដល់ការងារដល់ប្រជាជននៅមូលដ្ឋានជនបទកាត់បន្ថយភាពក្រីក្រកាត់បន្ថយការធ្វើចំណាកស្រុកសំណួរសកម្មភាពទេសចរក្នុងស្រុកមានសកម្មភាពរីកចម្រើនគួរកត់សម្គាល់ចូលពន្យល់ពីបាតុភូតនៃការរីកចម្រើននេះចម្លើយសកម្មភាពទេសចរក្នុងស្រុកមានការរីកចម្រើនគួរកត់សម្គាល់ព្រោះការរីកចម្រើនផ្នែកមធ្យោបាយដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាជនការរីកចម្រើនផ្នែកកម្សាន្តសប្បាយកម្រិតលូតលាស់ខាងការយល់ដឹងរបស់ប្រជាជនអំពីសុខុមាលភាពនៃការរស់នៅភាពសម្បូរបែបនៃរមណីយដ្ឋានទេសចរណ៍ដែលមានកន្លែងជាច្រើនសម្រាប់ទស្សនាកម្សាន្តមានស្ថិរភាពនយោបាយនិងសន្តិសុខល្អមានការរក្សាសណ្ដាប់ធ្នាប់អនាម័យនិងសេវាល្អរួមទាំងការបង្កើតឡើងនៅចលនាផ្សព្វផ្សាយកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈនិងចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អសំណួររបាយប្រជាជនកម្ពុជាគឺមិនស្មើគ្នាទេចូលពន្យល់ពីមូលហេតុចូលកណនីដងស៊ីតេប្រជាជនកម្ពុជាឆ្នាំ1998ប្រជាជនកម្ពុជាឆ្នាំ1998មានចំនួន 11,437,656 នាក់ផ្ទៃដីមានចំនួន 181,035 គីឡូម៉ែត្រការ៉េចម្លើយរបាយប្រជាជននៅតាមតំបន់នីមួយៗនៃប្រទេសកម្ពុជាមានមិនស្មើគ្នាទេតំបន់វាលរាបនិងតំបន់ទន្លេសាបមានប្រជាជនរស់នៅច្រើនកុះករជាងតំបន់ឆ្នេរសមុទ្រខ្ពង់រាបនិងតំបន់ភ្នំដោយសារតំបន់នោះមានលក្ខខណ្ឌប្រសើរដល់ការរស់នៅដូចជាមានដីសម្បូរជីជាតិសម្រាប់កសិកម្មសម្បូរផ្លូវទឹកសម្បូរត្រីជាបណ្ដុំសេដ្ឋកិច្ចនយោបាយវប្បធម៌និងសេវាកម្មជាបណ្ដុំឧស្សាហកម្មជាបណ្ដុំទេសចរណ៍សម្បូរហេដ្ឋារចនាសម្ព័ន្ធសង្គមមានមន្ទីរពេទ្យសាលារៀនជាដើមឯតំបន់ឆ្នេរសមុទ្រខ្ពង់រាបនិងតំបន់ភ្នំមានរបាយប្រជាជនរស់នៅតិចពីព្រោះតំបន់ទាំងនេះកត្តាធម្មជាតិទឹកដីអាកាសធាតុមិនសូវអំណោយផលដល់ការរស់នៅរបស់ប្រជាជនមិនសូវសម្បូរហេដ្ឋារចនាសម្ព័ន្ធសង្គមការអភិវឌ្ឍតំបន់ទាំងនោះនៅមានកម្រិតគណនាដងស៊ីតេប្រជាជនឆ្នាំ1998យើងតាំងដេជាដងស៊ីតេប៉ែជាចំនួនប្រជាជន S ជាចំនួនផ្ទៃដីប្រទេសកម្ពុជាតាមរូបមន្តដងស៊ីតេ
D ស្មើនឹង P លើ S យើងមាន P ស្មើនឹង 11 លាន 437,656 នាក់ S ស្មើនឹង 181,035 គីឡូម៉ែត្រការ៉េ នាំឲ្យ D ស្មើនឹង 11 លាន 437,656 ចែកនឹង 181,035 គីឡូម៉ែត្រការ៉េ ស្មើនឹង 63.17 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េ ដូចនេះដង់ស៊ីតេប្រជាជនកម្ពុជានៅឆ្នាំ 1998 គឺ 63 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េ សំណួរការអភិវឌ្ឍស្ពានថ្នល់គឺជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចូលពន្យល់ចម្លើយការអភិវឌ្ឍស្ពានថ្នល់គឺជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនហេតុអ្វីបានដូច្នេះពីព្រោះដោយសារតែចំណេញពេលវេលាក្នុងការធ្វើដំណើរចំណាយថវិកាតិចជួយបង្កើតមុខរបរប្រជាជនលើគ្រប់វិស័យដូចជាកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍និងសេវាកម្មផ្សេងៗមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនផ្សេងៗសំណួរវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌និងធម្មជាតិចូលពន្យល់ចម្លើយវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌និងធម្មជាតិពីព្រោះទេសចរណ៍វប្បធម៌ដោយសារប្រទេសកម្ពុជាសម្បូរទៅដោយប្រាសាទដូចជាប្រាសាទអង្គរវត្តអង្គរធំនិងប្រាសាទដទៃទៀតជាច្រើនព្រមទាំងមានកន្លែងដទៃទៀតក៏ត្រូវបានទុកជាមជ្ឈមណ្ឌលទាក់ទាញទេសចរផងដែរដូចជាវត្តភ្នំសារមន្ទីរទួលស្លែងជើងឯកប្រាសាទព្រះវិហារអង្គរបុរីភ្នំជីសូរប្រាសាទនៅទន្លេបាទីភ្នំបាសិទ្ធជាដើមទេសចរណ៍ធម្មជាតិដោយសារប្រទេសកម្ពុជាសម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញទេសចរដូចជាមានសមុទ្រកោះភ្នំទឹកជ្រោះព្រៃឈើនិងសត្វព្រៃជាដើមតំបន់ការពារធម្មជាតិដូចជាកន្លែងឧទ្យានជាតិ7កន្លែងគឺខ្ពង់រាបគិរីរម្យភ្នំបូកគោកែបរៀមបទុមសាគរភ្នំគូលែននិងវីរៈជ័យលើសពីនេះទៅទៀតដែលដែនដីជម្រកសត្វព្រៃគឺមាន10កន្លែងនិងតំបន់ធម្មជាតិផ្សេងទៀតចំនួន6កន្លែងតំបន់អេកូទេសចរណ៍ភូមិភាគឦសានបានជំរុញការអភិវឌ្ឍដូចជាតំបន់សត្វផ្សោតទន្លេមេគង្គតំបន់ទឹកជ្រោះសុភមិត្តនៅខេត្តស្ទឹងត្រែងតំបន់តេទឹកពុះនៅខេត្តកំពង់ស្ពឺនិងតំបន់ទន្លេសាបគឺត្រូវបានអភិវឌ្ឍដោយរក្សានៅបរិស្ថានធម្មជាតិសម្រាប់ដំណើរកម្សាន្តភ្ញៀវទេសចរតាមផ្លូវទឹកផងដែរសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីបន្ថែមទៀតសូមអរគុណ